ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានស្នើឲ្យទីក្រុង Washington លុបមីស៊ីលទាំងនេះឲ្យទៅបណ្ដាប្រទេសនៅអឺរ៉ុបដូច្នេះសម្ព័ន្ធមិត្តទាំងនោះអាចទិញមីស៊ីលយកទៅផ្គត់ផ្គង់ដល់ទីក្រុងគីវបានតាមសម្ដីអនុប្រធានាធិបតីអាមេរិកព្រមទាំងប្រមុខសេដ្ឋវិមាន Donald Trump នឹងធ្វើការសម្រេចចិត្តចុងក្រោយលើបញ្ហានេះមីស៊ីល Tomahawk រយៈចម្ងាយ 2,500 គីឡូម៉ែត្រនឹងពង្រឹងខែលការពាររបស់អ៊ុយក្រែនប្រឆាំងនឹងការវាយប្រហារយ៉ាងខ្លាំងក្លារបស់រុស្ស៊ីរឿងនេះកើតឡើងបន្ទាប់ពីលោក Zelensky ប្រមានមន្ត្រីវិមានក្រមឡើងថាពួកគេគួរតែរៀបចំការទប់ទល់នឹងការវាយប្រហារប្រសិនបើទីក្រុងមូស្គូមិនព្រមបញ្ចប់សង្គ្រាមដោយប្រាប់ថាកងកម្លាំងរបស់លោកបានត្រៀមខ្លួនជាស្រេចដើម្បីកំណត់គោលដៅហេដ្ឋារចនាសម្ព័ន្ធថាមពលនិងរោងចក្រសុភាវុធក្រោយមានការគាំទ្រយ៉ាងពេញទំហឹងពីលោកត្រាំលោក Zelensky និយាយបន្ទាប់ពីថ្លែងសន្ទរកថានៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថាទីក្រុងគីវនឹងមិនផ្ដោតលើជនស៊ីវិលនោះទេប៉ុន្តែអាសនៈអំណាចរបស់រុស្ស៊ីរួមទាំងវិមានក្រមឡាំងនៅតែជាគោលដៅដ៏មានសក្តានុពលអ៊ុយក្រែនមានយន្តហោះគ្មានមនុស្ស